អ្នកនាំពុំយកថ្លៃឲ្យជូនលោកមេតាកំឡងហើយរត់ណាយអ្នកហើទៅណាកំឡងហើយរត់ណាយអ្នកហើទៅណាកំឡងហើយរត់ណាយឲ្យខ្ញុំទៅផងអើយអើយឲ្យខ្ញុំទៅផងផ្កាមាសផ្កាជ័យសេរីសួស្តីកូនកំឡោះឡើងមកទទួលផ្កាមកកូនណាផ្កាស្លាហ្នឹងឬផ្កាដូងហ្នឹងមិនឲ្យប្រេះមិនឲ្យបែកទេគឺត្រូវចុះយកមកដើម្បីយកមកជូនលោកអាចារ្យគាត់ដឹកនាំឲ្យកូនកន្លោះទទួលយកទៅដើម្បីទៅសុំពរជ័យអំពីឲ្យលោកអ្នកតាចាស់ស្រុកនោះថែមទៀតបានសេរីសួស្តីជ័យជំនះថ្ងៃនេះថ្ងៃជោគថ្ងៃជ័យសេរីសួស្តីបានឡើងបេះលេះយកនៅវត្ថុដែលមានតម្លៃថ្លៃថ្លាបលឹងបលះកុំឲ្យមានការព្រួយភ័យត្រឡប់ទៅពីនឹងទៅសូមឧបករណ៍ប្រស៊ីមានសេចក្តីសុខសេចក្តីចម្រើនសព្វាស័យវិជ្ជាជាតិតៃណាំងទៅប្រមន្តតាកទាំងយយនាសេទវិសង្ឃរាំងសេសញ្ចាបេបរិសយ៉ាងអានាខេតាមសពតសពទាសពបាននឹងសពសោនិវេរេតេបរតតតាមផនាមអេឥឡូវនេះក៏ថាសេរីសួស្តីបានមកដល់ហើយជ័យអងសួរអងសពកងថ្ងៃនេះថ្ងៃជាវេលាល្អភូមិកបធរនីផ្កាមាសផ្កាប្រាក់ផ្កាជ័យសេរីសួស្តីបានមកដល់ហើយសុខមែនអងបានអ្វីជាបន្តហើយដើម្បីការពាររារាំងនៅឧបទ្រពចង្រៃកាលកណីគ្រប់បែបយ៉ាងកុំឲ្យចូលមករុករៀនត្រៀនយាយីការពារនៅផ្នែកខាងស្លាជ័យនេះគឺថាសូមឲ្យបាននៅចិត្តជាប់ទៅល្អប្រពៃសូមឲ្យមានចំណងចងការពារឧបទ្រពគ្រប់បែបយ៉ាងទាំងអស់ពេលពុទ្ធាបលបត្តាបច្ចេកានញ្ញយំបលាំងអរហន្តតានញ្ញតេចេនរខាំងពន្ធាមិសាវសោសពេពុទ្ធាបលបត្តាបច្ចេកានញ្ញជាយំបលាំងអរហន្តតានញ្ញតេចេនរខាំងពន្ធាមិសាវសោការស្លានឹងមកដល់អញ្ចឹងហើយកូនកំណោះថ្វាយអង្គម3ដងណាកូនណាលាបាតដៃទាំងពីរដាក់លើខ្នើយហើយទទួលផ្កាស្លាសូមឲ្យមានសេរីសួស្តីជ័យជំនះពីថ្ងៃនឹងតរៀងទៅលើកថ្វាយអង្គម3ដងទៀតចាំទទួលពរជ័យអាកាសបបតវនភូមិកាំងគាមហាសមុទ្រទាអារកកាទេវតាទាំងអស់ជានរសាដោយយកចិត្តទុកដាក់ដែលស្ថិតនៅក្នុងអាកាសបរិពតវណ្ណស្ថានភូមិស្ថាននិងទលេនិងមហាសមុទ្រទាតុមហេនុរៈខណ្ឌតោចូល3បាច់រសានៅអ្នកទាំងឡាយសពកាលបាទអ្នកភ្លេងប្រុងព្រៀបរៀបចំជូនដំណើរកូនកំឡោះបាទអីទេឪបន្ទាប់អំពីការកាត់និងការស្លារួចហើយលោកអាចារ្យពលាព្រមទាំងអ្នកមហានិងបងប្អូនសាច់សាលហិតភ្ញៀវមួយចំនួនគឺនាំកូនកំឡោះដែលត្រូវការស្លាទៅសុំពរអំពីអ្នកតាព្រោះតាមទម្លាប់ធម្មតាអ្នកតានឹងហើយជាអាជ្ញាធរដែលជាអ្នកគ្រប់គ្រងថែរក្សាដើម្បីឲ្យបានសុខបានសប្បាយអញ្ចឹងទេយើងរៀបចំពិធីមង្គលអ្វីផ្សេងគឺយើងត្រូវតែរៀបចំសុំពរសុំជ័យអំពីអស់លោកអ្នកតានៅទីនោះដែលជាអ្នកថែរក្សាម
សូមព្រេនទាំងអស់គ្នាណានឹកថ្ងៃនេះថ្ងៃជាពលាលអភូមិក៏ធរណីយើងខ្ញុំសូមគោរពដល់តាចាស់ស្រុកក៏សូមផ្ដល់ពរដល់ជ័យសិរីសួស្ដីនៅក្នុងពិធីមង្គលការអបរៈម្ដងផងអបរៈ2ដងផងហើយលើកទី3សូមឲ្យមានសិរីសួស្ដីសូមលោកតាជួយផ្ដល់ពរផ្ដល់ជ័យឲ្យមានសិរីសួស្ដីជ័យជំនះពីពេលនេះតរៀងទៅជ័យអងសួហងសុកអងថ្ងៃនេះថ្ងៃជាពលាលអភូមិក៏ធរណីយើងបានមកថ្វាយបង្គំដល់លោកតាម្ចាស់ស្រុកសូមសិរីសួស្ដីពិតជាសុខមែនអងបានអ្វីជាបន្តផ្កាស្លាបានមកដល់នៅខាងក្នុងរោងផ្កាស្លាហើយហោកូនកំឡោះដាក់ផ្កាស្លាចុះនៅកូនណាហោថ្វាយបង្គំបែរមុខទៅទិសខាងកើត3ដងកូនដើម្បីឲ្យមានសិរីសួស្ដីហើយពីថ្ងៃនេះតទៅហើយពីយប់នេះតទៅសូមឲ្យមានពិធីនោះកំដរផ្កាស្លានិងផ្លែឈើសពមុខអាកាសបពតវៈនភូមិកាំងគៀមហាសមុទ្រទីអរកកាទេវតាទាំងអស់ជាអ្នករសាដោយយកចិត្តទុកដាក់ដែលស្ថិតនៅក្នុងអាកាសបរិពតវណ្ណស្ថានភូមិស្ថាននឹងទលេនិងមហាសមុទ្រទីតុមហេអនុរៈខានតោចូល3បាយសរសើរនៅអ្នកទាំងឡាយសពកាជ័យអងសុហងសុកងថ្ងៃនេះថ្ងៃជាពលាល្អយើងបាននាំផ្កាស្លាចូលមកដល់រោងផ្កាស្លាហើយពិតជាសុកមែនអងបានអ្វីជាបន្តប្រគុណឲ្យការក្រៀមមុនពិធីកាត់ផ្កាស្លានិងឡើងចាស់ស្រុកបានធ្វើរួចរាល់ហើយនៅឡើយឃ្លាខាងក្រោយនេះតើលោកបានមានទម្រង់ជាងកាយយ៉ាងណាទៀតសូមទានមានប្រសាសន៍សាធុពុពេណាស់លោកមហាទាំង3សូមធ្វើពិធីកាត់សក់បន្តទៅទៀតចុះសូមលោកមហាជ្រាបសូមអរគុណដូច្នេះមហាគិបាលគោរពអញ្ជើញលោកអាចារ្យដែលជាអធិបតីឲ្យលោកដឹកនាំក្នុងកម្មវិធីនេះសូមទានជ្រាបបាទសាធុពុពេណាស់សូមឲ្យបានជោគជ័យចម្រុងចម្រើនសិរីសួស្ដីកើតមានរហូតតរៀងទៅប្រុសខួសបលើឡើងដើម្បីបានកូនប្រុសមកកាន់កន្លែងពិធីកំឡោះនឹងបានឡើងមកដល់ហើយមកត្រង់ដល់កូនដាក់វត្ថុនឹងចុះទៅហើយមកជង្គង់ដល់គោរពមេដាបៃតាស្អីទេអូនមកខាងតកែវដល់ទីលពីបរមបុរាណពិធីកាត់សក់មាន3វគ្គធំសំខាន់គឺទី1ពិធីកាត់សក់ទី2ពិធីមុជទឹកទី3ពិធីលាបប្រេងលាបម្សៅពងកូនល្អពេលខ្លាយខ្លាជុំវិញទៅកូនហើយមានផបស្មាឥឡូវហ្នឹងកូនប្រុសបានមកដល់កន្លែងពិធីឲ្យខ្មោះបលើឡើងដើម្បីបានកូនស្រីចូលមកកាន់កន្លែងពិធីអ្នកចំការអ្នកជ្រួយ7ប៉ះអ្នកតកែវគុំលើកដៃថ្វាយបង្គំលើកដាក់បង្គំតើដំណើរតាមតំណងវាដាក់កណ្ដាលឲ្យដល់ខាងថ្លៃការគោរពញាតិទៅកូនពូកពោប្រសំហ្នឹងស្រុកបោះញ៉ាំប្រំប្រៃណាស់គោរពញាតិចាស់ទុកបងប្អូនញាតិស្គាល់ខាងទៅណាតែឡើយសូមឲ្យងាកបុព្វទាំងអស់គ្នាហ្នឹងមករកផ្នែកខាងព្រះបដិមានមស្ការបរិបណៈត្រៃទាំងអស់គ្នាសូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะอะระหะ
តិគុណសង្យន្តតាំងពុទ្ធังសេរសានមេមិតាញ់ចពុទ្ធังអិបេសង្ការេអភិពុញ្ជយានុភាពនៃកិរិយានមស្ការស្វ័យបង្គំដូនតាយើងលោកតែងតែឲ្យប្រពកម្មវិធីនេះញែកចេញជាពីរគឺកាត់សក់កូនស្រីនៅលើផ្ទះអង្គុយនៅលើកម្រាលឬមួយលើកន្ទេលផ្ទាល់រីឯកូនប្រុសកាត់នៅរោងការស្លាឲ្យអង្គុយទៅលើកំណល់ឬមួយក៏ដុំឈើណាដែលនឹងល្មមអាចអង្គុយបានតែបើសិននៅលោកមេបាលោកអនុញ្ញាតថាឲ្យកាត់គួបគ្នានៅលើផ្ទះក្តីនៅរោងជ័យក្តីគឺទំនៀមទម្លាប់ប្រពៃណីយើងត្រូវតែរៀបចំកាត់ខាងកូនស្រីឲ្យហើយជាស្រេចទើបបានកាត់ខាងកូនប្រុសបើសិនថាមានអង្គុយលើកំណល់កលខ្ពស់ជាងចាស់ទុំលោកឲ្យធ្វើពិធីសុំខមាទោសអំពីមេដាបិតាសិនឥឡូវពេលវេលាជាពេលវេលាដែលត្រូវសម្អាងកេសាកេសីកូនប្រុសកូនស្រីក៏ប៉ុន្តែកូនត្រូវបានយល់ដឹងថាគុណូបការៈដល់ប្រពៃថ្លៃថ្លារបស់មេដាបិតាមិនរកវត្ថុអ្វីមកប្រៀបផ្ទឹមពុំបានទេឥឡូវហ្នឹងកូនស្រីកូនប្រុសត្រូវឡើងទៅកាន់ទីដ៏ខ្ពង់ខ្ពស់ជាងមេដាបៃតាហើយម្យ៉ាងទៀតក៏សំខាន់តែអធិស្ឋានអំពីសំណាក់លោកដាក់មានគុណក្រែងមានការលើលួសខ្វះខាតតាំងពីតូចក្រូចឆ្មាមកដល់ធំពេញវ័យមេដាបៃតារៀបចំផ្សំគុំជាគូស្វាមីនិងភរិយាហើយកំហុសខុសឆ្គងឆ្គងជាចេតនាក្តីអចេតនាក្តីក៏ថាសំខាន់តែអធិស្ឋានអំពីលោកហើយយកវត្ថុហ្នឹងដើម្បីទៅគោរពគុណរបស់មេដាបៃតាណាកូនខាត់ទៅខាងមុខហ្នឹងឲ្យបានចិត្តបន្តិចទៅដាក់ចុះសិនហើយថ្វាយបង្គំ3 ដងស្មើគ្នាមកកូនគូផប់គូព្រេងគូវាសនាហើយហាចាលើកវត្ថុនឹងគោរពជូនដល់លោកអ្នកដ៏មានគុណណាសូមពរជ័យមេត្តាបិតាសរីមហាភាសាពីលោកអ្នកដ៏មានគុណបាទដល់ទៅសាធុផងឲ្យចាំថាតាមអង្គរបស់គ្នាណាឧកាសាអតីតាំងទូសੰអនាគតាំងទូសੰបច្ចុប្បន្នាំងទូសੰវេរិយកម្មੰបាបសពាំងឧបច្ចន្តោโนអហោសិកម្មੰកាយកម្មੰវាវចីកម្មੰវាមនោកម្មੰវាអតីតាំងមេទូសੰអនាគតាំងមេទូសੰបច្ចុប្បន្នាំងមេទូសੰសัพពទូសੰខមាមិហੰថ្វាយអង្គម3 ដងទៅកូនសូមលួសលាកម្មពីវរិយទោសជាចេតនាក្តីអចេតនាក្តីបច្ចុប្បន្នអនាគតអតីតកាលសូមលោកអ្នកដែលមានគុណមេត្តាខន្តីអធិស្ឋានបាទឥឡូវនេះមេត្តាបិតាទាំងសងខាងខន្តីអភ័យទោសឲ្យកូននេះកូនសូមខមាទោសរួចហើយនេះចាអត់ឲ្យមានកូនមានទោសមានពីវរិយទេណាចាសូមក្រោយពេលដែលថ្វាយបង្គំសូមខមាទោសអំពីមេត្តាបិតាចាស់ទុំរួចហើយកូនប្រុសនិងកូនស្រីត្រូវឡើងមកអង្គុយលើកៅអីកូនប្រុសត្រូវឡើងមកមុនហើយអង្គុយនៅខាងឆ្វេងដៃរីឯកូនស្រីឡើងជាបន្ទាប់មកអង្គុយនៅខាងស្ដាំដៃរបស់ខាងកូនប្រុសកូនស្រីកូនប្រុសបានមកដល់ទីកន្លែងសម្អាងហើយលើកដៃសំពះឡើងដល់កូនណាទាំងអស់គ្នាអ្នកកំដរនោះដែរហើយពេលវេលានេះជាពេលវេលាដែលនឹងត្រូវសម្អាងកេសាកេសីដល់សម័យខ្លួនទាំងពីរដើម្បីឲ្យមានសេរីសួស្តីនឹងជ័យជំនះតទៅក្នុងនាមជាអាចារ្យខ្ញុំបាទសូមរំងាប់បន្ត្រៃនេះដើម្បីឲ្យអស់ឧបទ្រពចង្រៃបញ្ចមេរាចនូនាថោរតោមុតរាំងចក្រសច្ចੰបលាយនបញ្ចមេរាចនូនាថោរតោមុតរាំងចក្រសច្ចੰបលាយនបញ្ចមេរាចនូនាថោរតោមុតរាំងចក្រសច្ចੰបលាយន្តោក្រោយអំពីរងាប់បត្រៃនឹងស្រេចបាច់អស់ហើយឥឡូវនៅខាងក្នុងពេលនេះដើម្បីសេរីសួស្តីជ័យមង្គលក្នុងនាមជាអាចារ្យខ្ញុំសូមកាត់3កត្រៃខាងកូនស្រីដើម្បីដាក់មកនៅខាងក្នុងកតូង
ឥឡូវបន្ទាប់ពីនេះទៅសូមលោកអ្នកភ្លេងលេងបទសារកាកែវហើយសូមគោរពមេត្តាបិតាខាងកូនត្រីដើម្បីឡើងមកសម្អាងគេសាគេសីកូនប្រុសកូនត្រីថ្លៃខ្ញុំមករៀបចំឱកាសសោះតែកណាបងមកសូមលើកចែរួចហើយនឹងជូនទៅខាងអ្នកដើរដល់ឱកាសសោះបាទមកជូនទៅ